នៅពេលដែលយើងផ្សារភ្ជាប់គ្នារវាងការជិះកង់ឲ្យសុខភាពល្អការលើកកម្ពស់ហើយទេសចរជាពិសេសតំបន់ប្រវត្តិសាស្ត្រការភ្ជាប់ជាមួយនឹងការអប់រំភ្ជាប់ទំនាក់ទំនងទាំង3នេះទៅវាคล้ายទៅជាព្រឹត្តិការណ៍ដែលមានការយកចិត្តទុកដាក់ចាប់អារម្មណ៍មែនទែនតាមបណ្ដោយផ្លូវប្រជាពលរដ្ឋចេញមកស្វាគមន៍ចេញមកមើលចេញមកថតមាតិកាដើម្បីសាទរឲ្យមានកុមារមួយចំនួនក៏រីករាយអង្គការ Action Education យើងចូលរួមក្នុងចលនានៃការជិះកង់នេះដើម្បីទេសចរផងបាទដើម្បីបរិស្ថានផងហើយក៏ដើម្បីការអប់រំអញ្ចឹងយើងចង់ឲ្យការលើកកម្ពស់ទៅលើការអប់រំคล้ายជាស្នូលនៃសេដ្ឋកិច្ចទេសចរហើយនិងបរិស្ថានអញ្ចឹងយើងមានទាំងដំណើរកំសាន្តទេសចរមកតំបន់ប្រវត្តិសាស្ត្រមានការដាំកូនឈើហើយក៏ដូចជាជួយទៅដល់កុមារដែលជួបការលំបាកក្រីក្រផងដែរនៅក្នុងនេះយើងជួយគ្រប់គ្រងទៅសកម្មភាពនៃការជិះកង់នឹងតែម្ដងដូចជាការជួយផលិតឲ្យអាវយឺតដើម្បីធ្វើការផ្សព្វផ្សាយជូនឲ្យប្រជាពលរដ្ឋអាចមានលទ្ធភាពចូលរួមផ្ដល់កង់ហើយនឹងសម្ភារៈសិក្សាទៅដល់កុមារទាំង400នាក់ហើយអ្នកដែលក្រីក្រនៅឆ្ងាយសាលាយើងឲ្យលើសពីនឹងមានកង់មានកបោបហើយក្នុងហ្នឹងយើងក៏បន្ថែមដើម្បីដាក់ឲ្យដំណើរការសេវាជិះកង់សម្រាប់សហគមន៍ទេសចរវប្បធម៌ភ្នំដាអញ្ចឹងភ្ញៀវទេសចរប្រជាពលរដ្ឋទូទាំងប្រទេសដែលមកលេងនៅទីនេះអាចតាក់ទងសហគមន៍ដើម្បីរកកង់ជិះបានចាប់ពីថ្ងៃនេះបាទទៅតែម្ដងបាទតែពិតនៅនេះគាត់មានការយកកម្រៃមួយចំនួនចេញពីភ្ញៀវហើយកម្រៃនោះគឺយកទៅជួយថែកូនឈើហើយនឹងបរិស្ថានហើយនឹងសម្អាតអនាម័យរើសសម្រាមជាដើមហើយក៏ជួយទៅដល់កុមារដែលជួបការលំបាកក្រីក្រអញ្ចឹងពេលដែលលោកស្រីមកតាក់ទងសហគមន៍ដើម្បីជួលកង់គាត់យកកម្រៃតិចតួចហើយកម្រៃនេះចូលទៅកាន់កុមារហើយនឹងបរិស្ថានរបស់យើងហើយយើងសាកល្បងជាមួយនឹង10កង់ហើយបើសិនជាមានតម្រូវការច្រើនទៀតយើងនឹងពិចារណាបន្ថែមតែឥឡូវនេះគឺមាន10កង់ប្រចាំការនៅសហគមន៍តែម្ដងតាមពិតទៅនៅពេលដែលយើងផ្សារភ្ជាប់គ្នារវាងការជិះកង់ឲ្យសុខភាពល្អការលើកកម្ពស់ហើយទេសចរជាពិសេសតំបន់ប្រវត្តិសាស្ត្រការភ្ជាប់ជាមួយនឹងការអប់រំភ្ជាប់ទំនាក់ទំនងទាំង3នេះទៅវាคล้ายទៅជាព្រឹត្តិការណ៍ដែលមានការយកចិត្តទុកដាក់ចាប់អារម្មណ៍មែនទែនតាមបណ្ដោយផ្លូវប្រជាពលរដ្ឋចេញមកស្វាគមន៍ចេញមកមើលចេញមកថតមាតិកាដើម្បីសាទរឲ្យមានកុមារមួយចំនួនក៏រីករាយហើយមកដល់ទីនេះគឺមានឯកឧត្តមអភិបាលខេត្តអាជ្ញាធរពាក់ព័ន្ធទាំងអស់គឺស្វាគមន៍ហើយនឹងចូលរួមយ៉ាងសស្រាក់សស្រាំហើយនឹងរីករាយមែនទែនបាទខ្ញុំមានចំណុច2ទី1គឺទីនេះគឺជាប្រវត្តិដើមនៃការកសាងបរិជាណាចក្រកម្ពុជាជំនាន់ទី1អញ្ចឹងប្រជាពលរដ្ឋទាំងអស់អាចមកលេងបាទនៅឃុំគោកភ្លោកដែលជានគរគោកភ្លោករបស់យើងនៅទីនេះហើយមានប្រាសាទបុរាណមានទេសភាពមានបកងមានអ្វីពិសេសជាច្រើនពេញទៀតហើយចំណុចទី2បើមកហើយជួយថែរក្សាបរិស្ថានដាំកោនឈើបើមានលទ្ធភាពជួយទៅលើវិស័យអប់រំបាទអរគុណច្រើនមែនទែនហើយសង្ឃឹមថាទីនេះនឹងក្លាយជាទិសដៅទេសចរធម្មជាតិទេសចរវប្បធម៌ទេសចរសហគមន៍ថ្មីដែលប្រជាពលរដ្ឋខ្មែរអាចមកលេងបាន